គិតមកត្រឹមថ្ងៃទី2ខែ3ឆ្នាំ2026នេះកីឡាករកីឡាការិនីរួមជាមួយនឹងប្រតិភូដឹកនាំកីឡាករកីឡាការិនីកម្ពុជាចេញទៅប្រកួតនៅទឹកដីប្រទេសបារាំងមិនទាន់ត្រឡប់មកវិញនៅឡើយទេបងប្អូនបាទគឺដោយសារតែបញ្ហាសង្គ្រាមបាទចឹងធ្វើឲ្យជើងហោះហើររួមជាមួយនឹងមានការកុនសែលក៏ដូចជាធ្វើការពជាជើងហោះហើរអីជាដើមបាទចឹងតកតងជាមួយនឹងរឿងបញ្ហាសង្គ្រាមជារឿងមួយផ្នែកតែមួយផ្នែកទៀតគឺពាក់ព័ន្ធជាមួយនឹងកីឡាករពេជ្រអាទិទេពបាទយើងឃើញថាពិតជាមានការព្រួយបារម្ភខ្លាំងមែនទែនបាទក្នុងនាមជាអ្នកគ្រប់គ្រងកីឡាករគុនខ្មែរយើងជាពិសេសកីឡាករពេជ្រអាទិទេពបាទបន្ទាប់ពីគាត់ធ្វើការប្រកួតជាមួយនឹងកីឡាករអឹមបាសាមនៅឯទឹកដីប្រទេសបារាំងបាទនៅថ្ងៃទី28ឈានចូលថ្ងៃទី1ខែមិនិនាឆ្នាំ2026នេះបាទយើងឃើញថាជាលទ្ធផលកីឡាករពេជ្រអាទិទេពគាត់ចាញ់ពិន្ទុកីឡាករអឹមបាសាមប៉ុន្តែយើងឃើញថាបន្ទាប់ពីចាញ់ហើយគាត់មានអាការៈមិនស្រួលខ្លួនទេបាទគឺមានអាការៈវិលមុខចង់ក្អួតចង្អោរបាទអញ្ចឹងឃើញថាមានការ scan មានការយកចិត្តទុកដាក់ពីមន្ទីរពេទ្យពីពេទ្យធ្វើការ scan ធ្វើការពិនិត្យសុខភាពរបស់គាត់ដែរប៉ុន្តែដូចជាមិនមានបញ្ហាអីទេបាទគឺថាក្បាលគាត់អីអត់មានបញ្ហាអីធំដុំអីទេបាទធម្មតាគាត់រៀងខៀវភ្នែកគាត់រៀងត្រូវរបួសដោយសារតែបញ្ហាការវាយត្រូវរបស់ដៃគូរបស់គាត់អានឹងជារឿងផ្សេងបាទប៉ុន្តែបើថាឲ្យប៉ះពាល់ដល់ធ្ងន់ធ្ងរដល់គេហៅថាទស័យខួរក្បាលអីយ៉ាងម៉េចខាងពេទ្យដូចជាអត់មានចេញហៅថាវិជ្ជបញ្ជាណាមួយដែលបង្ហាញថាអាការៈរបស់កីឡាករពេជ្រអាទិទេពមានការធ្ងន់ធ្ងរទេប៉ុន្តែមកដល់ពេលនេះបាទអាការៈរបស់កីឡាករពេជ្រអាទិទេពនៅតែមិនទាន់ធូរស្រាលបងប្អូនបាទនៅតែមិនទាន់ធូរស្រាលដូច្នេះឥឡូវនេះដូចជាមានការបញ្ជូនកីឡាករពេជ្រអាទិទេពទៅមន្ទីរពេទ្យសារឡើងវិញហើយដើម្បីធ្វើការពិនិត្យឡើងវិញហើយមិនទាន់ដឹងថាលទ្ធផលយ៉ាងម៉េចយ៉ាងម៉ាទេបងប្អូនបាទព្រោះកីឡាករពេជ្រអាទិទេពគាត់រៀងខ្សោយបាទគាត់រៀងខ្សោយគាត់រៀងធម្មតាគាត់ហូបអីអត់បានបងប្អូនបាទគាត់ហូបអីអត់បានអញ្ចឹងគាត់រៀងខ្សោយហើយគាត់រៀងវិលហើយគាត់ក្អួតទៀតបាទដូចជាឮសូរថាពេលតែទៅដល់ពលានយន្តហោះនៅឯទឹកដីប្រទេសបារាំងគាត់មានក្អួតបាទក្អួតច្រើនលើកច្រើនសារទៀតបាទអញ្ចឹងធ្វើឲ្យគាត់មានបញ្ហាសុខភាពខ្លាំងមែនទែនសម្រាប់កីឡាករពេជ្រអាទិទេពបងប្អូនបាទអញ្ចឹងបាទមានអីទេមានតែជូនពរឲ្យកីឡាករពេជ្រអាទិទេពបាទមានសុខភាពមាំមួនឡើងវិញហើយឆាប់ត្រឡប់បានត្រឡប់មកទឹកដីប្រទេសកម្ពុជាវិញទាំងប្រតិភូកីឡារួមជាមួយនឹងកីឡាករកីឡាការិនីដែលចេញទៅទឹកដីប្រទេសបារាំងបាទយើងឃើញថាលើកនេះបាទទៅមានលទ្ធផលល្អបាទគឺថាចាញ់តែកីឡាករពេជ្រអាទិទេពមួយទេប៉ុន្តែចាញ់ហើយរឿងទ្រោមជាងគេតែម្ដងបងប្អូនបាទគេអ្នកឈ្នះមិនអីទេបាទទ្រោមអ្នកចាញ់តែម្ដងបងប្អូនបាទឃើញថាបូតខ្សែក្រវ៉ាត់មួយគ្រឿងហើយឥឡូវនេះមកទ្រោមដល់ថ្នាក់មានបញ្ហាសុខភាពទៅទៀតបងប្អូនហើយយើងឃើញថាមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក៏ដូចជាឃើញថាតាមរូបថតមកនេះគឺថាកីឡាករដូចជាគ្រូបង្វឹកដែលទៅជាមួយគ្នាគឺថាមានការជួយគ្នាម្ដាយមួយជើងបងប្អូនបាទគឺថាយកចិត្តទុកដាក់នៅសុខភាពរបស់កីឡាករពេជ្រអាទិទេពមែនតើឃើញដូចលោកគ្រូសេនវិនថេនអីគាត់យកចិត្តទុកដាក់គាត់ខំឲ្យលាបប្រេងកាឡាឲ្យលាបអីចឹងណាបងប្អូនបាទមើលទៅឃើញថាពិតជាហៅថានៅផ្ទះម្ដាយទីតីនៅព្រៃម្ដាយតែមួយឃើញការយកចិត្តទុកដាក់បាទរបស់ពួកគាត់ធ្វើឲ្យមានភាពកក់ក្ដៅមែនទែនបាទសម្រាប់កីឡាករពេជ្រអាទិទេពយ៉ាងណាក៏ជូនពរឲ្យកីឡាករពេជ្រអាទិទេពឆាប់បាទជាសះស្បើយក៏ដូចជាឆាប់មានកម្លាំងកំហែងរួមជាមួយនឹងឆាប់ត្រឡប់បានមកទឹកដីកម្ពុជាយើងវិញបងប្អូនបាទអញ្ចឹងមានតែប៉ុណ្្នឹងទេហើយបងប្អូនក៏អាចចូលរួមជាមតិយោបល់ម្នាក់មួយតាក់ទងជាមួយនឹងកីឡាករពេជ្រអាទិទេពប្រកួតនៅទឹកដីប្រទេសបារាំងបាទវីដេអូនេះសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលាបាទ